ជាប្រធានគណៈកម្មាធិការសាខាកាកបោធម៌កម្ពុជាខេត្តលោកលោកស្រីប្រតិភូអង្គដំណើរព្រមទាំងលោកលោកស្រីប្រធានលោកប្រធានកែឡៃមន្ត្រីជុំវិញស្រុកអស់ដែលបានចូលរួមនៅក្នុងឱកាសនេះព្រឹកនេះគឺរដ្ឋបាលស្រុកបានរៀបចំនៅកាកបាទក្រហមនិងអនុចាំក្រហមដើម្បីឧស្សាហ2025និងគូតលើកទី70នៃកាកបាទក្រហមកម្ពុជាក្រោយមួយឆ្នាំគុណដល់អាយដាមភ័យសទ្ធីតំណាងអាយដាមសុខជាតិឱកាសដ៏មានតម្លៃចូលរួមនិងដល់កិត្តិយសជាជួនដំណើរទទួលបាននៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុបណ្ណៈសុខៈពលៈកុំបីគៀងគៀកឡើយដោយទិវាកាកបាទក្រហមកម្ពុជានិងជាទិវាកាកបាទក្រហមពិភពលោកផងនោះថ្ងៃនេះរដ្ឋបាលស្រុកបានរៀបចំនៅកម្មវិធីនេះឡើងជាទីខ្ញុំបាទសូមអនុញ្ញាតអាននៅខ្លឹមសារការចូលរួមអបអរសាទរភូមិលើកទី162និងទិវាពិភពលោកនៃទិវាពិភពលោកកាកបាទក្រហមនិងអបចាំក្រហម8ឧសភារួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុដូចខាងក្រោមដែលខ្លឹមសារនេះគឺព្រះបណ្ឌិតប៊ុននីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ